ព័ត៌មានទីតាំងអាប់ឡូតពេលយើងអាប់ឡូតវីដេអូចូលក្នុង Facebook ចឹងអាប់ឡូត download អាប់ដេតអាប់ឡូតហ្នឹងមានន័យថាយើងបញ្ចូលតែពេល download ហ្នឹងមានន័យថាយើងទាញពីផាន់គេយកមកផាន់យើងណាអាប់ឡូតមានន័យថាយើងយកពីផាន់យើងព័ត៌មានយើងចូលទៅឲ្យគេអាប់ឡូតព័ត៌មានអាប់ឡូត location អញ្ចឹងបើយើង download location មានន័យថាយើងពងទាញទិន្នន័យទីតាំងគេអញ្ចឹងហើយក៏នៅថាខ្វះតា upload location ទៅហើយយើងចេះស្ដាប់ទៅតែupload យកទៅធ្វើអីហ្នឹងdown ពី Play Store ទៅអីមកប្រើចឹងហើយនៅកាត់ហ្នឹងណាកាត់ដល់